ភាពអស្ចារ្យមួយដែលអ្នកស្រាវជ្រាវកំពុងតែពិចារណានោះគឺថាកម្ពុជាបាយ័នពេលណាខ្យល់ខ្លាំងងាកណាងាកយល់ហើយដល់យល់អូយព្រឺសបល់ហ្នឹងយល់ទៅគេពុកគេដាក់ឧបករណ៍តាមដានឧបករណ៍តាមដានគឺយល់ណាហ្នឹងយល់តិចចឹងប៉ុន្តែអត់ថ្មអត់ជួទេដោយសារបច្ចេកវិទ្យានៃការប្រើប្រាស់ភ្ជាប់ថ្មនោះគឺធ្វើឲ្យប្រសិទ្ធងមួយណានៅមានដងមួយទៅក្រោមហើយទៅបានគ្រឹះវា11ម៉ែត្រហើយបានរៀងខាងក្រោមជាតបកឈូកណាខ្ញុំទៅហើយកម្ពុជាសរុបនៃបើយើងមើលថាជាបរិមាណថ្មដែលយកមកប្រើនៅទីផ្សារបាយ័ននេះមានចំនួនតិចជាងនៅអង្គរវត្តទេចំនួនប្រហែលជាមើលដូចជា4អត់ដល់1លានទេប្រហែលជាកន្លះលានតោនណាផ្សារបាយ័ននឹងមួយហើយកន្លះលានតោនទាំងថ្មភក់និងថ្មបៃក្រៀបណាគេយកមកធ្វើប៉ុន្តែចំណុចដែលភាពអស្ចារ្យមួយដែលអ្នកស្រាវជ្រាវកំពុងតែពិចារណានោះគឺថាកម្ពុជាបាយ័នពេលណាខ្យល់ខ្លាំងងាកណាងាកយល់ហើយដល់យល់អូយព្រឺសបល់ហ្នឹងយល់ទៅគេពុកគេដាក់ឧបករណ៍តាមដានគឺយល់ណាហ្នឹងយល់តិចចឹងប៉ុន្តែអត់ថ្មអត់ជួទេដោយសារបច្ចេកវិទ្យានៃការប្រើប្រាស់ភ្ជាប់ថ្មនោះគឺធ្វើឲ្យប្រាសាទមិនមានការមិនទេទោះបីយល់បន្តិចក៏ដោយទៅមកតែថ្មអត់ជ្រុះមកទេអូយព្រឺក្បាលដល់បានគឺជាហ្នឹងហើយយើងអត់បានប្រើរបៀបដូចថាសប្តាហ៍ថ្ងៃគេប្រើអីគឺ anti seismic បើថាការពាររំជួយដីប៉ុន្តែបើសិនជាមិនរំជួយខ្លាំងដូចខ្យល់សប្តាហ៍ថ្ងៃបក់មកវិញវាអញគឺអង្គវត្តដូចគ្នាដែរក៏យល់ដូចគ្នាកំពូលលើក៏យល់ដូចគ្នាមិនមែនយើងមើលឃើញភ្នែកទៅមើលអត់ឃើញទេបាទជាក់ស្ដែងបើយើងមើលតាមម៉ាស៊ីនវាឲ្យយើងកត់ឲ្យសញ្ញាឲ្យប្រេកង់បានយើងដាក់នាฬิកាដាក់ monitoring មួយមើលវាទៅគឺឃើញយើងយកធម្មតាបាទអរគុណហើយអាដាមពិសេសមែនតើបាទ